មកតាមរកអនាគតប្រពន្ធក្មេងមែនទេឬមួយក៏ខ្លាចប្រពន្ធក្មេងនឹងទៅហើយចៃនេះមិនមែនជាអនាគតប្តីចៃទេអីលីយូជឺចង្រៃអើយចង់តាមដានរឿងគេតែធ្លាក់មកជំរឿងខ្លួនឯងហ្មងឥឡូវគិតមិនទៅអញបើតាមសាច់រឿងទូទៅខ្ញុំគួរតែខឹងហើយស្ទុះទៅទីងសក់មីស្រីនឹងមែនអត់ចៃអនាគតប្តីចៃគឺជាតួឯកប្រុសក្នុងរឿងនេះតើអនាគតប្តីស្អីគេនោះគឺជាព័ត៌មានផ្ដាច់មុខរបស់ខ្ញុំជាសម្បត្តិឆ្លងដែនឲ្យខ្ញុំបានក្លាយជាបុគ្គលិកពេញសិទ្ធិណាឈប់ភ្លឹកធ្វើអីថតទៅយកពាក្យថាអាជីពអត់ហ្នឹងស្អីហើយពួកប៉ាប៉ារ៉ាស៊ីឯងបើក flash ធ្វើអីអ្នកណានៅទីនោះប្រកូលរូបថតមកភ្លាមណែចាំសិនយើងទាំងពីររត់បែកផ្លូវគ្នាទៅចាំសិនយកកាត់ memory មកខ្ញុំទុកនៅឯងខ្ញុំមិនទុកចិត្តទេយកមកគឺគាត់តើជាពូរបស់លីយូជឺកម្មវិធីភ្ជាប់ពាក្យនៅតែបន្តទៀតមែនទេកម្មវិធីភ្ជាប់ពាក្យហេមែនតើអ្នកដែលលួចមានស្រីគឺវាសោះអញ្ចឹងខ្ញុំរត់ធ្វើអីខ្ញុំមិនត្រឹមតែមិនគួររត់ទេខ្ញុំគួរតែទៅចាប់ថៅហ្មងអរគុណណាស់លោកពូឆៃក្រអខ្ញុំទោះត្រូវកាយដេកបេហាត់ក៏ត្រូវតែរកឲ្យឃើញដែរលោកម្ចាស់ទី2សុំទោសដែលរំខានបាទសុំទោសគេល្បីថាគាត់តឹងរឹងដូចព្រះតែពេលនេះខ្ញុំយល់អារម្មណ៍ពួកស្រីដែលចង់ញែកគាត់ហើយសង្ហាអញ្ចឹងអ្នកណាព្រមបានទៅខ្ញុំជូននាងចេញទៅក្រៅមានចម្ងល់អីអាចសួរត្រង់បានអ្នកសិក្សាស្រាវជ្រាវដូចពួកខ្ញុំមិនដែលទុកសំណួរចោលពេញមួយយប់ទេហេតុអីលោកជួយខ្ញុំខ្ញុំមិនដែលធ្វើអ្វីដែលផ្ទុយពីមនសិការខ្លួនឯងទេគាត់និយាយអញ្ចឹងមានន័យថាពិតជាចង់ជួយខ្ញុំចេញពីចិត្តមែនតែយើងទើបតែស្គាល់គ្នាពិតប្រាកដនៅថ្ងៃនេះសោះទោះយ៉ាងណាក៏ដោយអរគុណណាស់ចៃខ្ញុំមិនអីទេគ្រូសាតកូលីជាសេដ្ឋីលំដាប់កំពូលណាចាឯងច្បាស់ទេថានឹងបង្ហោះព័ត៌មាននេះចេញទៅធ្វើអញ្ចឹងគឺដាច់សាច់គ្នាមកហើយណាការចូលគ្រូសាអភិជនវាជារឿងល្អមែនតែដឹងច្បាស់ថាជារណ្ដៅភ្លើងទៅហើយហេតុអីខ្ញុំត្រូវលោតចូលទៀតខ្ញុំជឿថាលោកតានឹងយល់ពីខ្ញុំស៊ីងយ៉ាវអញចង់ឲ្យអញខឹងស្លាប់មែនទេធ្វើជាកូនស្រីត្រកូលអ្នកមានស្រួលមិនចង់ទៅធ្វើជាអ្នកកាសែតស្អីគេនឹងអញថែមទាំងចេះលេងសាច់រឿងរត់ចោលរោងការទៀតអញមិនគិតចង់បកស្រាយប្រាប់អញនឹងលោកតាអញទេអីប៉ាជួយសុំទោសលោកតាជំនួសកូនសិនទៅយប់ស្អែកយប់នេះកូននឹងត្រឡប់ទៅបកស្រាយប្រាប់គាត់ដោយផ្ទាល់ឲ្យបានច្បាស់បើអញនៅរាប់អានពួកយើងជាគ្រូសាប្រញាប់ទៅសុំទោសគ្រូសាតកូលីភ្លាមពិធីភ្ជាប់ពាក្យនេះត្រូវតែបន្តបើមិនអញ្ចឹងទេអញគង់ងាកមកជន់ផ្ទះនេះមួយជីវិតខាងលើអនុម័តរួចហើយអាចបង្ហោះបានហើយអូខេស៊ីងយ៉ាវអូហូនេះមិនមែនជាតួឯកប្រុសក្នុងព័ត៌មានខ្ញុំទេអីការពិតគឺនាងសោះអរគុណលោកម្ចាស់លីដែលបានផ្ដល់ជាសាច់រឿងលើកនេះខ្ញុំប្រកាសជាបានធ្វើជាបុគ្គលិកពេញសិទ្ធិមិនខានខ្ញុំជាមនុស្សប្រុសណាការលេងសាច់នៅក្រៅផ្ទះជារឿងធម្មតាទេខ្ញុំប្រមាននាងកុំឲ្យហួសព្រំដែនពេកនាងអាចប្រច័ណ្ឌបានតែចុះកុំឲ្យហួសហេតុពេកបើគុំតែយាយខ្ញុំធ្លាប់មានកិច្ចសន្យាជាមួយតាទីនាងគិតថាយើងស័ក្តិសមគ្នាទេខ្ញុំក៏ដឹងដែរថាការរៀបការលើកនេះវាសំខាន់សម្រាប់នាងប៉ុណ្ណា
ឲ្យតែនាងលុបរូបទាំងនោះចេញខ្ញុំអាចពិចារណាបន្តភ្ជាប់ពាក្យជាមួយនាងបានបើនាងធ្វើខ្លួនបានល្អរៀបការក៏មិនមែនថាមិនបានដែរការពិតលោកម្ចាស់លីក៏ដឹងដែរថាយើងមិនស័ក្តិសមគ្នាបែកគ្នាទៅខ្ញុំមិនមានបំណងភ្ជាប់ពាក្យជាមួយលោកទេនាងឥឡូវគ្រាន់តែរឹងរូសចង់ឈ្នះតែប៉ុណ្ណោះដល់ពេលនាងលុបជង្គង់អង្គខ្ញុំក៏មិនព្រមយកព្រមជាមួយនាងដែររូបថតនឹងហាលុបចោលស្ដាយណាស់ព្រោះយ៉ាងហោចណាស់ខ្ញុំក៏បានសរសេរជាព័ត៌មានរួចរាល់ហើយដែរបើនាងក្លាហាននាងបង្ហោះទៅបើនាងហ៊ានតែបង្ហោះខ្ញុំនឹងធ្វើឲ្យគ្រួសារសិនរបស់នាងរស់នៅទីក្រុងជាងឈឹងលេងបានផុសវឹងលោកម្ចាស់លីគួរតែទៅគិតរកវិធីដោះស្រាយបញ្ហាប្រឈមមុខសិនទៅណាស៊ីងយ៉ាវលេខសម្ងាត់នាងលេខប៉ុន្មានធ្វើបានល្អណាស់ការស្នើសុំធ្វើជាបុគ្គលិកពេញសិទ្ធិខ្ញុំនឹងពិចារណាយេកុំតន់ឲ្យពេលឆ្លងកាត់ការសាកល្បងចុងក្រោយមួយទៀតសិនចាំនិយាយគ្នានៅមានការសាកល្បងទៀតអីមួយឆ្នាំជាងហើយណាអ្នកគ្រូបើខ្ញុំនៅតែមិនបានតាំងសុខទៀតខ្ញុំច្បាស់ជាត្រូវប៉ាខ្ញុំចាប់ត្រឡប់ទៅផ្ទះវិញមិនខានប្រធានបទប្រចាំខែនេះគឺក្តីស្រមៃឱកាសផ្ដោតទៅលើវីរបុរសឱកាសតាក់ទងសុំសម្ភារគាត់ឲ្យបានសិនចាំខ្ញុំពិចារណាឲ្យជាប់ធានាថាបំពេញបេសកកម្មបានសម្រេចចៃយកក្បួនតាមប្រមាញ់តារាមកប្រើអញ្ចឹងតើកាត់ទេធ្វើព័ត៌មានសំខាន់បំផុតគឺអ្វីគឺភាពបាត់បែកផ្លូវការសុំគេមិនបានក៏ត្រូវតែរកវិធីផ្សេងអញ្ចឹងហើយឃើញគាត់ទេស៊ឺខ្ញុំជាអ្នកកាសែតលេងពួកនាងសិនទៅលោកពូមានរឿងអីលោកលីពីរអ្នកនេះលុបលួចនៅមុខទ្វារប្រគល់ពួកគេមកឲ្យខ្ញុំមកគឺថាលោកលីអរគុណច្រើនណាស់ការពិតថ្ងៃនេះខ្ញុំតោះហាមិនមែនត្រូវសម្ភារទេអីមុននេះកូនចៅប្រាប់ថាមានការអញ្ជើញសុំសម្ភារតែចៃដន្យថ្ងៃនេះមានប្រជុំទើបបដិសេធទៅវិញប៉ុន្តែការប្រជុំទើបតែត្រូវលុបចោលល្មមអញ្ចឹងមែនចៃដន្យម្លេះមានអារម្មណ៍ថាគាត់ហាក់ដូចជាមានអ្វីម្យ៉ាងខុសប្លែកចំពោះខ្ញុំច្បាស់ជាជំងឺវង្វេងខ្លួនឯងខ្ញុំរើឡើងវិញទៀតហើយអរគុណលោកលីដែលបានសហការមុននឹងបញ្ចប់បទសម្ភាសន៍នេះលោកលីមានអ្វីចង់ផ្ញើជូនទៅកាន់ទស្សនិកជនដែរទេអញ្ចឹងអ្នកកាសែតសិនឥឡូវនៅ single មែនទេខ្ញុំធ្វើម៉េចនឹង single ទៅខ្ញុំគ្រាន់តែទាត់ប្រុសព្រានម្នាក់ចោលតើអ្នករងចាំស្អំមានកោទឹកតាមពិតគ្រូសាលីមិនមែនមានមនុស្សប្រុសតែម្នាក់ទេបើត្រូវតែរៀបការអាចពិចារណាខ្ញុំបានអ្នកណាថាខ្ញុំត្រូវតែរៀបការនឹងគ្រូសាលីនោះកាត់ចិត្តពីលីយូជឺមិនដាច់មែនអត់មានទេខ្ញុំគ្រាន់តែបើអញ្ចឹងគឺខ្លាចហើយធម្មជាតិនៃការងារខ្ញុំទាមទារឲ្យខ្ញុំមានគ្រួសារមួយនៅវ័យនេះដើមឡើយចង់សហការជាមួយនាងទទួលយកផលចំណេញរៀងខ្លួនទេមើលទៅបែបនេះនាងមិនហ៊ានទេអ្នកណាថាមិនហ៊ានគ្រាន់តែរៀបការនឹងយកក៏យកល្អរៀបការអត់ទេចាំសិនទុកពេលឲ្យខ្ញុំគិតបន្តិចមិនក៏មានអារម្មណ៍ថាខ្ញុំកំពុងតែចូលអន្ទាក់គេអញ្ចឹងខ្ញុំរវល់ណាស់នាងត្រឡប់ទៅវិញគិតច្បាស់លាស់សិនចាំនិយាយគ្នាណែលោកមានន័យថាម៉េចហ្នឹងដើរចេញទៅស្រស់អញ្ចឹងហ្មងថាម៉េចលោកតាជោគពេទ្យម៉េចក៏ទៅជាអញ្ចឹងទៅវិញមិនមែនមកពីរឿងពិធីភ្ជាប់ពាក្យនឹងទេអីលោកតាឯងទាំងខឹងទាំងភ័យឥឡូវអាការៈគាត់មិនសូវស្រួលទេអាចនឹងមានរឿងគ្រប់ពេល